ជំរាបសួរដល់អ្នកគ្នាសូមស្វាគមន៍មកកាន់មេរៀន C++ យើងជាបន្តទៀតថ្ងៃនេះយើងនឹងនិយាយអំពី data type ជាមួយនឹង variable អញ្ចឹងខ្ញុំនឹងធ្វើការផ្លាស់ប្ដូរវិធីសាស្ត្ររៀនក៏ដូចជាផ្លាស់ប្ដូរនៅ IDE សម្រាប់អ្នកទាំងអស់គ្នាផងដែរចាដូចអ្នកទាំងអស់គ្នាឃើញនៅលើ screen អញ្ចឹងគឺអឺ Visual Studio ហើយយើងនឹងធ្វើការសរសេរ code C++ យើងនៅលើនឹងតែម្ដងហើយកាលពីវីដេអូមុនគឺខ្ញុំបានធ្វើការជា slide ប៉ុន្តែដោយសារតែខ្ញុំអត់ទាន់មានពេលគ្រប់គ្រាន់ធ្វើ slide បញ្ជាក់អ្នកទាំងអស់គ្នាទេខ្ញុំនឹងធ្វើការបញ្យល់អ្នកទាំងអស់គ្នាត្រួសវិញពួកអីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចេះគឺចង់ឲ្យអ្នកទាំងអស់គ្នាចេះពី basic របស់វាសិនទេអញ្ចឹងនៅពេលដែលដល់ concept OOP ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នា switch ទៅរៀន Java វិញអញ្ចឹងកាលពីមេរៀនមុនគឺយើងបានរៀនអំពីអីទៅជា include iOS stream ស្អីទៅ use namespace std អញ្ចឹងអ្នកទាំងអស់គ្នាបានយល់ហើយចំពោះ method main គឺនៅពេលដែលខ្ញុំប្រើប្រាស់នៅ Turbo C++ អាឡែង IDE សរសេរ code ដែល background វាពណ៌ខៀវហ្នឹងគឺខ្ញុំអាចធ្វើការប្រើនៅ void main បានដោយយើងអត់ចាំបាច់មាន return នៅក្នុង main function ទេប៉ុន្តែអាហ្នឹងវាអាស្រ័យទៅលើ version របស់ C language របស់យើងដែរអញ្ចឹងសម្រាប់ថ្ងៃនេះយើងនឹងធ្វើការបន្តទៅរៀនអំពី data type ជាមួយនឹង variable អញ្ចឹងមុននឹងយើងទៅរៀនពីវាអ្នកទាំងអស់គ្នាកុំភ្លេចធ្វើ homework ដែលខ្ញុំបានដាក់ជូនដល់អ្នកទាំងអស់គ្នាកាលពីមេរៀនមុនផងហើយឥឡូវយើងចាប់ផ្ដើមចូលដល់មេរៀនយើងទាំងអស់គ្នាអញ្ចឹងដូចដែលអ្នកទាំងអស់គ្នាបានដឹងឲ្យថា variable វាគឺជារបស់មួយឬក៏វាជាវត្ថុឬក៏ជាឥឡូវយើងផ្ទុកវាជាដបទឹកមួយដើម្បីផ្ទុកនៅទឹកហ្នឹងអញ្ចឹងក្នុងដបហ្នឹងគឺវាអាចផ្ទុកនៅប្រភេទផ្សេងគ្នានៃទឹកធម្មតាវត្ថុរាវគឺវាអាចផ្ទុកអីគេផ្ទុកទឹកដោះគោផ្ទុកទឹកសុទ្ធផ្ទុកកាហ្វេផ្ទុកទឹកអាល់កុលហើយនឹងទឹកផ្សេងទៀតឲ្យតែវាជាប្រភេទវត្ថុរាវអញ្ចឹងបើយើងប្រៀបធៀបមក variable គឺវាដូចនឹងដែរគឺវាមានទូនាទីក្នុងការផ្ទុកនៅអីមួយអញ្ចឹងដើម្បីធ្វើការប្រកាសនៅ variable បានគឺយើងត្រូវការ data type អញ្ចឹងអីទៅជា data type គឺដូចតែឈ្មោះទេគឺវាជាប្រភេទនៃ data ប្រភេទនៃទិន្នន័យរបស់យើងហ្នឹងវាមានអីគេនៅក្នុង C++ ខ្ញុំសូមលើកឡើងត្រួសមានដូចជា int វា store តម្លៃពីតម្លៃចំនួនគត់ពីដក127ដល់120ដក128ដល់127ហើយវាមាន size មានអីចឹងទៅអាហ្នឹងប៉ុន្តែអ្នកនរគ្នាចង់ស៊ីជម្រៅអ្នកនរគ្នាទៅ research ខ្លួនឯងបានអានេះខ្ញុំគ្រាន់តែជាបញ្ជាក់ basic ឲ្យអ្នកនរគ្នាទេវាមានអីគេវាមាន float វាមានដូចជាមាន double ដែរនៅក្នុងនេះមាន n មាន char មាន string វាមានអីគេទៀតវាមាន float sequence វាមាន double ខ្ញុំមិនដឹងថានៅក្នុងហ្នឹងមាន double ទេមួយខ្ញុំសាកសិសិនអូមានតាមាន double អូខេវាមាន bool ហ្នឹងគឺវាបញ្ជាក់ឲ្យតម្លៃទិន្នន័យ true ហើយនិង false ហ្នឹងហើយ bool ហើយវាមានមួយចំនួនទៀតដែលនេះគឺដក string ចេញគឺយើងហៅថា primitive data type អញ្ចឹងអ្នកទាំងអស់គ្នានឹងបានកាន់តែច្បាស់នៅពេលដែលអ្នកទាំងអស់គ្នាទៅរៀននៅJava អញ្ចឹងខ្ញុំអត់ចង់និយាយពាក់ព័ន្ធ Java អញ្ចឹងយើងទៅធ្វើការបង្កើតនៅ variable របស់យើងឲ្យតម្លៃអញ្ចឹងនៅក្នុង programming គឺយើងអាចធ្វើការ assign តម្លៃឬក៏ប្រកាស variable ហ្នឹងបានដល់ទៅ3ប្រភេទវាមានជាប្រភេទ assignment declaration និងមួយទៀតគឺដោយដែលយើងកំពុងតែធ្វើនេះគេហៅថា declaration មានន័យថាយើងប្រកាសប្រើប្រាស់នៅ data type ជាមួយនឹងឈ្មោះនៃ variable របស់យើងអាហ្នឹងគឺគេហៅថា declaration ឬក៏ definition ហ្នឹងហើយគឺយើងធ្វើការប្រកាសប្រភេទបែបហ្នឹងឧទាហរណ៍បើយើងចង់ជាបានន័យថាយើងប្រកាសវាហើយយើងទុកប្រើវានៅពេលក្រោយអញ្ចឹងមានន័យថាអានេះគឺវាមានជា data type អីហើយអញ្ចឹងយើងអាចយកវាទៅប្រើបានឧទាហរណ៍យើងអាចធ្វើការ day of week អញ្ចឹងមកស្មើអីគេស្មើ7អីយ៉ាងមកស្មើ5មកអញ្ចឹងអាហ្នឹងនៅពេលដែលយើងប្រកាសវាបែបនេះអាហ្នឹងគេហៅថា assignment ហើយព្រោះបានន័យថាអញ្ចឹងយើងអាចធ្វើការប្រើប្រាស់នៅ day of week ហ្នឹងបានហើយអញ្ចឹងនៅពេលដែលយើង see out វាមកអញ្ចឹងយើងបាននិយាយweek ហ្នឹងមក is ហើយយើងហៅអា day of week ហ្នឹងមកហើយយើងធ្វើការ compare រ៉ានមក
នេះ day of week day of week គឺ5ចឹងអាហ្នឹងគឺគេហៅថា decoration ហើយមួយទៀតយើងអាចធ្វើការប្រកាសនៅvariable យើងផងដែរគឺយើងនឹងធ្វើការដាក់តម្លៃឲ្យវាហ្មងគឺយើងប្រកាសបែបនេះឧទាហរណ៍ថាអីគេអឺ integer ដូចគ្នា integer អីគេyear integer number of year អញ្ចឹងមកឥឡូវ man of the year ស្មើ12អញ្ចឹងការប្រកាសប្រភេទនេះគឺគេហៅថា initialization បានន័យថាយើងផ្ដល់តម្លៃឲ្យវាយកហ្មងយើងអត់ប្រកាសវាទុកទេគឺយើងផ្ដល់តម្លៃឲ្យវាអញ្ចឹងអាហ្នឹងគឺគេហៅថា initialization ហើយឥឡូវខ្ញុំដាក់ឧទាហរណ៍មិញមកវិញ day of week អញ្ចឹងមកហើយមួយទៀតគឺអាហ្នឹងគេហៅថា assignment ណាអ្នកទាំងអស់គ្នាបានន័យថាយើងមុនដំបូងយើងប្រកាស day of week ហ្នឹងគឺគេមិញណាឧទាហរណ៍មិញគឺខ្ញុំប្រកាសឲ្យគេ day of week ស្មើ day of week ហ្នឹងគឺស្មើ5តើអត់ប៉ុន្តែយើងចង់ឲ្យតម្លៃហ្នឹងគឺ override អញ្ចឹងយើងអាចធ្វើការដាក់ day of week ហ្នឹងគឺស្មើ7បានអញ្ចឹងអាហ្នឹងគឺគេហៅថា assignment ហើយអញ្ចឹងនៅពេលដែលឥឡូវបិទអានេះមួយចោលអញ្ចឹងនៅពេលដែលយើងហៅវាតើវានឹងទៅចាប់មួយណាអញ្ចឹងវានឹងទៅចាប់តម្លៃណាដែលយើងធ្វើការ assign ឲ្យក្រោយគេអញ្ចឹងដូច programming គឺដូចដែលខ្ញុំបានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាហើយថាវាធ្វើការ run ពីលើចុះក្រោមហើយពីឆ្វេងទៅស្ដាំអញ្ចឹងអា day of week ស្មើ7នេះគឺវានៅក្រោយអា5ហ្នឹងអញ្ចឹងអា memory address ហ្នឹងវានឹងទៅយកអាលេខ7នេះវាអត់យកលេខ5ទេទោះបីយើងប្រកាសមុនក៏ដោយអញ្ចឹងអាហ្នឹងគឺគេហៅថា assignment អញ្ចឹងបកមកវិញនៅក្នុង C++ programming គឺយើងអាចធ្វើការប្រកាសនៅ variable ឬក៏ឲ្យតម្លៃទៅ variable របស់យើងគឺបាន3របៀបហ្នឹងទី1គឺយើងប្រកាសវាទៅទេបែបនេះយើងគ្រាន់តែដាក់វាហើយដាក់ឈ្មោះវាបែបនេះគឺគេហៅថា declaration ឬក៏ definition បានយើងគ្រាន់ថាយើងចងវាទុកសិនដើម្បីយកប្រើប្រាស់វានៅពេលក្រោយហើយនៅពេលដែលយើងហៅវាហើយយើង assign តម្លៃទី1ឲ្យវាហើយយើង override តម្លៃទី2ឲ្យវាទៀតអញ្ចឹងគេហៅវាថាជា assignment ហើយទី3នោះគឺគេហៅថា initialization គឺយើងឲ្យតម្លៃវាតែម្ដងចឹងគឺតែប៉ុណ្្នឹងទេហើយអាតម្លៃនេះគឺយើងអាចទៅ override មានន័យថាយើងអាចធ្វើការ assignment ពីលើវាបានទៀតឧទាហរណ៍ថាតមកទៀតខ្ញុំថាឥឡូវsorry ខ្ញុំអាចធ្វើបែបនេះក៏បានដែរអញ្ចឹងគឺវានឹងស្មើនឹង31អញ្ចឹងអាហ្នឹងក៏គេហៅថា assignment ដែរអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អញ្ចឹងអាប្រភេទនៃបែកចំនួន bit 3ហ្នឹងអ្នកនរគ្នាអាចចូលមើលនៅក្នុង resource ខ្ញុំនឹងធ្វើការបង្កើតជា group Telegram មួយហើយបោះ resource ទាំងអស់ហ្នឹងឲ្យអ្នកនរគ្នាចូលទៅមើលក្នុងការ practice អញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់ data type ជាមួយនឹង variable ត្រឡប់មកវិញ variable វាជាវត្ថុមួយឬក៏ជាឥឡូវយើងនិយាយថាវាជា label មួយក្នុងការផ្ទុកតម្លៃឬក៏ប្រកាសវាជា data type អញ្ចឹងដូចជានៅក្នុងគណិតវិទ្យាអញ្ចឹងយើងមិនមានតាំង x ស្មើ5តាំង b ស្មើ 3.4 អីចឹងទៅអញ្ចឹងអា x y z ហ្នឹងគឺវាប្រៀបដូចជា variable អញ្ចឹងហើយអាតម្លៃអាប្រភេទនៃ variable ហ្នឹងគឺវាពឹងផ្អែកទៅលើ data type ថាតើ variable មួយណាវាផ្ទុកតម្លៃបែបណាអញ្ចឹងនៅក្នុង C programming គឺវាមាន int មាន float មាន double មាន char មាន string អីចឹងទៅចំពោះ character គឺវាផ្ទុកតម្លៃបានតែមួយតួអក្សរទេហ្នឹងហើយអ្នកទាំងអស់គ្នាអាចធ្វើការ research បានតទៅទៀតហើយចំពោះ data type គឺវាជាអ្នកផ្ដល់តម្លៃប្រភេទនៃទិន្នន័យទៅឲ្យ variable របស់យើងថាតើ variable របស់យើងនឹងអាចផ្ទុកតម្លៃជា string ឬក៏តម្លៃជាអក្សរឬក៏ជាអក្សរតែមួយតួឬក៏ផ្ទុកតម្លៃជាអឺជាលេខទស្សភាគលេខធម្មតាតិចឬក៏លេខធម្មតាច្រើនអីចឹងទៅអញ្ចឹងអាហ្នឹងឯងគឺជា data type និង variable អញ្ចឹងមុននឹងបញ្ចប់វីដេអូនេះខ្ញុំនឹងមានជា homework ឲ្យអ្នកទាំងអស់គ្នាដូចគ្នាដើម្បីយកទៅអនុវត្តអញ្ចឹងសម្រាប់មេរៀនក្រោយខ្ញុំសុំទៅមើលcurriculum តិចព្រោះខ្ញុំបានធ្វើជា curriculum ដើម្បីរៀនជាអ្នកទាំងអស់គ្នាដែរអញ្ចឹងមេរៀនក្រោយគឺយើងនឹងរៀនអំពី operator អញ្ចឹងវាពាក់ព័ន្ធជាមួយនឹង logic
អីចឹងដែរបូកដកគុណចែកចឹងនឹងឲ្យអ្នកនរគ្នារៀនហ្នឹងហើយអញ្ចឹងអ្នកនរគ្នាចាំថាខ្ញុំអត់តម្រូវឲ្យអ្នកនរគ្នាចេះភ្លាមទេធ្វើម៉េចឲ្យអ្នកនរគ្នាយល់ពី basic programming សិនពួកអីដែលខ្ញុំចង់បរៀនអ្នកនរគ្នាគឺខ្ញុំទៅបរៀនអ្នកនរគ្នានៅ Java ទាំងអឺអឺ OP ក៏ខ្ញុំបរៀននៅ Java ដែរព្រោះឲ្យវាមានភាពងាយស្រួលកុំឲ្យស្មុគស្មាញអូខេតោះឥឡូវយើងទៅធ្វើការដាក់ homework ឲ្យអ្នកទាំងអស់គ្នា homework របស់ខ្ញុំគឺអត់មានអីទេទី1គឺតម្រូវឲ្យអ្នកទាំងអស់គ្នាប្រកាសនៅប្រភេទ data ឲ្យបាន3អំពី information អីមួយអញ្ចឹងខ្ញុំឲ្យជាឧទាហរណ៍ទី1អ្នកទាំងអស់គ្នាត្រូវប្រកាសname full name មក2គឺ page gender ទី3ទី3ដដែលទេគឺអាយុហ្នឹងហើយ address phone number អីគេទៀតហ្នឹងហើយប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើការប្រកាស data type តាមអីដែលខ្ញុំបានដាក់មួយទៀត phone number 6 salary ចេះដាក់សិនមក email 7 salary អញ្ចឹង salary គឺគេគិតមិនជាចំនួនគត់ទេអញ្ចឹងwhat you need to do អញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវធ្វើការ print ឲ្យគេ input បានដោយការមុន1 print and let user print and let user input all information ទាំងអស់ហ្នឹងចឹងនៅពេលដែល user input ហើយគឺprint on the screen ចឹងមកអូខេហើយមួយទៀតគឺបញ្ជាក់ប្រភេទ data type ក៏មិនបាច់បញ្ជាក់ដែរព្រោះខ្ញុំដឹងហើយអញ្ចឹងធ្វើម៉េចឲ្យបានតែប៉ុណ្្នឹងមកអញ្ចឹងខ្ញុំនឹងធ្វើការអ្នកនរគ្នា screenshot comment មកក៏បានដែរអត់បញ្ហាទេឬក៏ contact មកឲ្យខ្ញុំក៏បានឬក៏មិនបាច់ក៏បានដែរឲ្យតែបានអនុវត្តអញ្ចឹងគឺមេរៀនជាមួយ data type ជាមួយនឹងvariable គឺយើងមានប៉ុណ្្នឹងហើយគឺតែអ្នកទាំងអស់គ្នានឹងយល់អីដែលខ្ញុំបង្ហាញហើយដូចខ្ញុំនិយាយតែអញ្ចឹងscreen តូចរហូតអញ្ចឹងហើយសម្រាប់ខ្ញុំនិយាយតែអញ្ចឹងគឺខ្ញុំនឹងធ្វើការhomework គឺមានប៉ុណ្ណឹងគឺទៅវិញឲ្យអ្នកទាំងអស់គ្នាទៅអនុវត្តវាមកហ្នឹងហើយក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងទេជួបគ្នាវីដេអូក្រោយជាបន្តទៀតបាយបាយ